លោកមិនអឡោះអាឡៃសិនឆាយទៀតហេតុអីក៏មិនព្រមថាខ្ញុំពិសោធន៍ឲ្យខ្ញុំដឹងមកពិសោធន៍ឲ្យមានមកបាត់ផ្នែកសិនទៅមកជួយនោះមែនទេខ្ញុំអស់បារម្ភហើយខ្ញុំមិនដឹងចឹងព្រោះដូចនេះមែនទេក្តៅស្អីបើបានជាបែបនេះហើយគឺល្អណាស់ខ្ញុំក៏ចង់ឲ្យអញ្ចឹងដែរពេលនេះចិត្តរបស់ខ្ញុំក៏ដូចជាលើកភ្នំចេញពីដើមទ្រូងអញ្ចឹងអូមិនមែនទេប៉ុន្តែមិនអាចប្រៀបធៀបដូចទេគឺដូចជាលើកទី1ដែលមនុស្សបានទៅចាំលើដួងច័ន្ទទៅពេញទៅដោយភាពរំភើបត្រេកអរមើលស្អីបាននេះមិនចាក់ខ្មៅឡើងមកខ្ញុំនិយាយយ៉ាងម៉េចក៏ភ្លេងមិនត្រូវដែរខ្ញុំមិនមែនអញ្ចឹងទេកុំតាំងខ្លួនជាអ្នកចិត្តសាស្ត្របានទេបើប្រកែមើលចិត្តមនុស្សអញ្ចឹងមិនក៏មិនទៅមើលសភៅទេនេះគឺក្បត់ហើយสัญชัยชินฮะยังมายังមកអក្រមម្លេះមិនសប្បាយចិត្តហ៎អត់ទេមិនមកថាអត់ទេតែមានរឿងអីខ្ញុំទ្រាំលេងបានចំពោះភាពល្ងងរបស់ខ្លួនឯងហើយស្មានថាខ្លួនឯងពូកែគិតស្អីស្អីនឹងប្រើខួរក្បាលចង់ធ្វើស្អីធ្វើភ្លាមតែដែលដឹងថារឿងមិនដូចគិតតែដឹងថាពេលកន្លងមកខាត់កម្លាំងអត់ប្រយោជន៍ខ្ញុំនេះល្ងងមែនទេចាប់តាំងពីរឿងនេះចិនរហូតមកដល់រឿងស៊ីសិនហើយពេលនេះហើយគាត់និយាយអញ្ចឹងនេះជាចំណុចល្អរបស់នាងតាព្រោះនាងជឿថាធៀបពិតរបស់មនុស្សគឺចំណុចល្អហើយធ្វើល្អចំពោះគេរហូតអ្នកដែលមាននិយាយគេសិតតែគេធ្វើបាននឹងមិនទាំងអស់ហ្នឹងនេះថែមទាំងអត់ទោសគេស្រួលស្រួលទៀតផងនាងគឺចំណុចល្អណាស់ប៉ិតមែននេះប៉ិតមែនខ្ញុំស្រឡាញ់នាងក៏ព្រោះតែចំណុចនេះឯងនាងដឹងទេឯងគិតអញ្ចឹងហ៎គឺវាពិតមែនហ្នឹងខ្ញុំស្រឡាញ់សាន់ឆាយបាននេះខ្លាំងណាស់ខ្ញុំកំពុងសាងភាពថាស្រឡាញ់នាងឯងនិយាយត្រូវបើយើងចេះចាត់ការបញ្ហាដែលបានកើតឡើងឲ្យអស់គ្រប់យ៉ាងមិនទាន់យឺតពេលទេសាន់ឆាយខ្ញុំត្រូវទៅដឹងមន់ឡើងចាប់ផ្ដើមធ្វើជាមនុស្សថ្មីប្រសិនបើគិតថាបើពេលនេះគ្មានសម្ពាធទៀតទេគឺដូចជាលេខបងបងពេលឲ្យចូលរៀនក្នុងមហាវិទ្យាល័យដូចនៅយ៉ាងស្រួលមានសេរីភាពនេះមានមិត្តភក្តិម្នាក់ទៀតខ្ញុំមិននៅជាមួយនាងយូររហូតណាត្រូវចូលរឿងអាក្រក់លះបង់ចោលឲ្យអស់ឈិនហាអរគុណហើយដែលបានឯងលួងលោមចិត្តរបស់ខ្ញុំឯងត្រូវធ្វើជាមួយរបស់ខ្ញុំរហូតដឹងទេស្អែកនេះជួបគ្នាណាបាយបាយចាលើទូរស័ព្ទមកមានការអីខ្ញុំមកធ្វើសម្រាប់អស់សង្ឃឹមដូច្នេះហើយចង់មកបួនញ៉ាំកាហ្វេបានទេអ្នកណាគេអស់សង្ឃឹមប្រយ័ត្នពាក្យសម្ដីបើមិនអញ្ចឹងទេកុំសង្ឃឹមថាបានស្រីស្អាតទៅញ៉ាំកាហ្វេកំដៅឲ្យសោះណា
ងយកឆ្នាំពេលដល់ម្ដងនេះខ្ញុំចូលចិត្តចេញម្ដងនេះរមហានទៅអង្គុយញ៉ាំកាហ្វេចាំបានខ្ញុំក៏បានឃើញនេះលោកចូលចិត្តដើរលេងម្នាក់ឯងហើយញ៉ាំកាហ្វេម្នាក់ឯងមិនអបសុខទេអ្នកអស់កម្មទៅដល់អបសុខនោះលោកកុំឌឺឲ្យខ្ញុំបានទេពេលនេះខ្ញុំគិតឃើញហើយកាលពីមុនយើងក៏ធ្លាប់បានចេញម្ដងជាមួយគ្នាដែរបើកាលនៅដូចពេលនេះយើងបានចិត្តនិយាយគ្នាប្រហែលជាប្រសើរណាស់អត់ទេគ្រាន់តែគិតថានៅទីនេះបរិយាកាសល្អធ្វើឲ្យសប្បាយចិត្តអាកាសធាតុបាននេះគួរតែទៅចំហវិញក្តៅចង់ស្លាប់ចង់ទៅតាមទឹកទៀតទេកាលពីលើកមុននៅភ្លៀងនាំខ្ញុំទៅលេងខ្លែងលើកនេះចាំជាចម្លែកមែនអេសាន់ឆៃចៃដាំដល់ហើយមែនហើយចៃដាំណានេះមកយូរហើយគឺមកសតុហើយម្នាក់នេះជាអ្នកណាគេពួកនេះនាំគ្នាមកដល់លេងមិនមែនទេគាត់ឈ្មោះគួរចាលីពួកយើងចៃដាំបានជួបគ្នានេះឲ្យគួរចាលីសួស្ដីខ្ញុំជាគូរដណ្ដឹងអាស៊ីឈ្មោះស៊ីជីអង្គុយថតបានទេអេហេតុអីក៏អង្គុយទៅមកគ្នាអញ្ចឹងមកអង្គុយក្បែរគ្នាមកអានេះឡើងមកខាងនេះឈរនៅស្ងៀមធ្វើអីមកអង្គុយមកនេះឡើងអង្គុយចុះទៅអ្នកទាំងពីរមកដល់នេះត្រូវហើយមើលទៅដូចជារីកចម្រើនណាស់ពិតមែនហើយអ្នកណាឃើញយើងអង្គុយបែបនេះមកតែថាជាគូស្នេហ៍ជិះមកបណ្ដាគ្នាហើយដូចណាស់បានមកទៅហេតុអីក៏ធ្វើមកកញ្ញើអញ្ចឹងសុំទៅណាអាស៊ីជាមនុស្សបកាអ៊ីនណាមិនអីទេពួកយើងស្គាល់ចរិតគេយូរហើយអំបញ្ញនេះគាត់រអ៊ូខ្លាំងណាស់ថាធន់គ្មានអីធ្វើខ្ញុំក៏បាននាំគាត់ឡើងសភាគារមិននឹកស្មានថាគាត់រត់ចេញមកវិញស្ទើរទៅតាមមិនតាន់សោះឡើងសភាគារចាមិនគិតថាចាំទៅទេអត់ទេយើងធ្លាប់ថោកគ្នារួចហើយមានស្អីជ្រៅជាងនេះក៏គ្មានស្អីចម្លែកដែរកុំនិយាយទៅផ្ដោះបានទេគាត់តែនិយាយប៉ុណ្្នឹងមិនអីទេមនុស្សស្រីលះបង់ឲ្យលោកដល់ថ្នាក់នេះហើយលោកគួរតែសប្បាយចិត្តហើយមនុស្សប្រុសល្អក៏មិនធ្វើឲ្យមនុស្សស្រឡាញ់ខូចចិត្តដែរខ្ញុំក៏ថាអញ្ចឹងដែរអូមែនហើយខ្ញុំមានផ្ទះលំហែកាយនៅលើភ្នំស្អែកនេះយើងឈប់សម្រាកយើងទៅដើរលេងជាមួយគ្នាយ៉ាងម៉េចដែរកុំអីអ្នកទាំងពីរទៅចុះខ្ញុំនឹងគួរចាលើមិនចង់ទៅរំខានទេមែនទេគួរចាលើមានស្អាតចំហុយទេមានលោកជួយចិត្តមានទឹកចំហុយហ៎បើស្អាតណាស់ផ្ទះរបស់ខ្ញុំក៏មានដែរអញ្ចឹងពួកយើងទៅក៏បានដែរយល់ព្រមពួកយើងទៅជាមួយគ្នាណាលោកស្រីមានដំណឹងអីហ៎សូមជម្រាបលោកស្រីអ្នកប្រុសនិងនាងសៀវជូបានទៅផ្ទះលំហែកាយរបស់នាងកូនចៅរបស់ខ្ញុំបានឃើញដល់ផ្ទាល់ភ្នែកថាពួកគាត់បានទៅជាមួយគ្នាមើលទៅយប់នេះប្រកាសជាសំណាងនៅផ្ទះលំហែកាយជាមិនខានទេលោកស្រីសៀវជូគឺជាក្មេងស្រីឆ្លាតនឹងរៀនភ្លាមចេះភ្លាមប៉ុន្តែនៅមានលោកគួរចានលើនិងនាងសាមឆាយពីរនាក់ទៀតទៅជាមួយដែរលោកស្រីថាម៉េចហេតុអីក៏អញ្ចឹងពួកគាត់4នាក់បានទៅជួបគ្នានៅក្នុងហាងកាហ្វេមួយប៉ុន្តែមិនដឹងថាមានហាងស្អីទេបានចំណេញសោកបបួលគ្នាទៅផ្ទះម៉ែកានោះស្រីថោកទៀតសំឆៃនេះចាំជារំខានមែនទេតើវាចាំនឹងល្បិចស្អីទៀតឈឹកសិនអំបញ្ញមិញឯងនិយាយថាគេនៅជាមួយគួរចាលើយទៅទាំង4នាក់អញ្ចឹងហីបាទនាងប្រហែលជាអស់សង្ឃឹមជាមួយអាស៊ូរួចហើយងាកទៅរកគូចាលើយវិញអញ្ចឹងក៏ល្អដែរបើឆ្លងផុតយប់នេះអាស៊ូនិងសៀវជូមកទៅត្រូវរើគ្នានាងល្មមកាត់ចិត្តបានហើយ